ខ្ញុំឈ្មោះសុំមួយលេងជានិស្សិតឆ្នាំទី1ផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យពុទ្ធកៈនៅក្នុងខេត្តកំពង់ចាមគោលបំណងនៅក្នុងថ្ងៃអនាគតរបស់ខ្ញុំគឺខ្ញុំចង់បានការងារមួយដែលស័ក្តិសមទៅនឹងជំនាញរបស់ខ្ញុំហើយនិងសមត្ថភាពដែលខ្ញុំមានហើយនឹងជាការងារដែលទទួលបានប្រាក់ចំណូលសមរម្យសម្រាប់គ្រប់គ្រងគ្រួសាររបស់ខ្ញុំហើយនិងខ្លួនឯងមុនពេលដែលខ្ញុំមានថ្ងៃនេះខ្ញុំសូមត្រឡប់ទៅខាងក្រោយបន្តិចនៅការដែលពេលដែលខ្ញុំរៀននៅក្នុងថ្នាក់ទី12ខ្ញុំជួបការលំបាកជាច្រើននៅក្នុងការសិក្សាដោយសារតែនៅពេលហ្នឹងគឺគ្រួសារមានជីវភាពខ្វះខាតគាត់អត់អាចផ្គត់ផ្គង់បានដោយសារតែប៉ាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដែលគាត់បាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលហើយម្ដាយគាត់ក៏មានជំងឺប្រចាំកាយអញ្ចឹងត្រូវការចំណាយច្រើនទៅលើថ្នាំព្យាបាលប៉ុន្តែនៅថ្ងៃមួយស្ត្រីគឺជាមាសគាត់បានចុះទៅកាន់សាលារបស់ខ្ញុំហើយគាត់បានទៅជួបជាមួយគ្រូនាយកហើយខ្ញុំក៏ទទួលបានអាហារូបករណ៍ដែលអាចជួយសម្រួលទៅដល់ក្រុមគ្រួសាររបស់ខ្ញុំដែលខ្ញុំទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែហើយនឹងទទួលបានប្រាក់ឧបត្ថម្ភទៅក្នុងការទៅប្រឡងទទួលសញ្ញាបត្រទី12ផងដែរពេលខ្ញុំបានប្រឡងចប់ខ្ញុំក៏បានជួបបញ្ហាធំមួយទៀតគឺពិបាកក្នុងការសម្រេចចិត្តនិងរើសជំនាញត្រូវរៀនដោយសារតែជំនាញដែលខ្ញុំចង់រៀនហ្នឹងគឺខ្ញុំអាចមានសមត្ថភាពនៅក្នុងការបង់ប្រាក់ដើម្បីរៀនបានអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំបាក់ទឹកចិត្តខ្លាំងមែនទែនប៉ុន្តែអ្នកគ្រូនៅក្នុងអង្គការគាត់បានមកជួបហើយគាត់បានលើកទឹកចិត្តឲ្យដាក់អាហារូបករណ៍រៀននៅសាលាពុទ្ធកៈដោយអត់បាច់បង់ថ្លៃខ្ញុំរៀននៅសាកលវិទ្យាល័យបានមួយខែខ្ញុំក៏ចាប់ផ្ដើមបាក់ទឹកចិត្តម្ដងទៀតដោយសារតែនៅពេលហ្នឹងគឺខ្វះខាតអត់មានថវិកាសម្រាប់ចាក់សាំងទៅរៀនដោយសារតែសាលានៅឆ្ងាយពីផ្ទះប៉ុន្តែអ្នកគ្រូអង្គការស្ត្រីជាមាសគាត់នៅតែបន្តលើកទឹកចិត្តបានមកជួបខ្ញុំហើយគាត់បានណែនាំពីកន្លែងដែលអាចស្នាក់នៅជិតសាលារៀនបានហើយនឹងគាត់បានឧបត្ថម្ភកង់សម្រាប់ជាមធ្យោបាយក្នុងការជិះមកសាលារៀនខ្ញុំបានមកស្នាក់នៅព្រះវិហារខ្ញុំក៏បានជិះកង់ទៅសាលារៀនតែបន្ទាប់ពីមួយរយៈដែលខ្ញុំបានស្នាក់នៅទីនោះនៅព្រះវិហារក៏បានត្រូវការគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងអញ្ចឹងគាត់ក៏បានណែនាំខ្ញុំហើយខ្ញុំក៏បានក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្តដែលទទួលបានប្រាក់បន្តិចបន្តួចនៅក្នុងការផ្គត់ផ្គង់ក្នុងការទិញសម្ភារៈសម្រាប់សិក្សាហើយបន្ទាប់មកខ្ញុំក៏បានចូលរួមកម្មវិធីមួយជាមួយនឹងអង្គការស្ត្រីគឺជាមាសនៅក្នុងកម្មវិធី8មិនិនាភ្នំពេញនៅពេលដែលខ្ញុំទៅដល់ទីនោះខ្ញុំទទួលបានបទពិសោធន៍ថ្មីហើយទទួលបានអារម្មណ៍រំភើបដោយសារតែខ្ញុំធ្លាប់តែរស់នៅជនបទដល់ពេលទៅដល់ទីនោះខ្ញុំឃើញមានអគារខ្ពស់កន្លែងស្អាតទំនើបដែលខ្ញុំអត់ធ្លាប់ឃើញពីមុនមកខ្ញុំបានមើលឃើញពិភពលោកធំទូលាយជាងមុនដែលធ្វើឲ្យខ្ញុំមានសង្ឃឹមនៅក្នុងការខិតខំប្រឹងប្រែងបន្តទៅមុខទៀតដើម្បីសម្រេចនូវគោលបំណងនិងក្តីសម័យរស់នៅក្នុងជីវិតមួយតាមក្តីសម័យរបស់ខ្លួនឯងក៏ប៉ុន្តែខ្ញុំសូមអរគុណអង្គការស្ត្រីជាមាសបុគ្គលិកទាំងអស់នៅក្នុងអង្គការជាពិសេសដូចគឺអ្នកចេងដែលបានសម្ដែងប្រទេសកម្ពុជាដែលតែងតែជួយដល់ក្មេងស្រីនៅក្នុងប្រទេសកម្ពុជារួមទាំងនាងខ្ញុំដែរខ្ញុំសូមជូនពរឲ្យអង្គការស្ត្រីគឺជាមាសជាពិសេសរាជធានីចេនមានសុខភាពល្អនិងនៅតែបន្តជួយដល់ក្មេងស្រីនៅកម្ពុជាបន្តទៀត
ហើយនេះខ្ញុំសូមសន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រនឹងមានសង្ឃឹមតទៅមុខទៀតដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតសូម